អស់ចឹងឯងចាស់ហើយងាប់ឲ្យហើយក៏វាល្អដែរនៅនាំតែរំខានដល់កិច្ចការរបស់យើងនាងជឿនឆាប់បាត់មករបស់ឯងទៅហិចសូមជូនរៀងទាយាទព្រាយអាបភាគទី16កាលពីភាគមុនរាជិនីបានលងលំចកូនរបស់មេញភឿនតោះមកមើលភាគបន្តទៀតតើនឹងមានអ្វីកើតឡើងនេះបងស្រីនាំខ្ញុំទៅណាតែងពេលណាទៅបងស្រីព្រមឲ្យតុក្កតានោះមកខ្ញុំតែងនេះយើងដើរមកឆ្ងាយហើយហ្នឹងចាំបន្តិចតែងបន្តិចទៀតក្មួយនឹងបានលេងតុក្កតាដ៏គួរឲ្យស្រឡាញ់មួយនេះហើយតើនៅចាំអីទៅបងស្រីនេះម៉ែក៏ចិត្តយកទៅហើយបើខ្ញុំទៅមិនទាន់ទិញម៉ែខ្ញុំច្បាស់ជាជេរខ្ញុំហើយម៉ែរបស់អូនច្បាស់ជាគ្មានបានឱកាសជេរប្អូនទៀតទេម៉ែក៏បងស្រីនិយាយបែបនេះសម្រាប់ថាតុក្កតានេះបងឲ្យខ្ញុំឬអានបើបងមិនឲ្យទិញខ្ញុំទៅវិញហើយចាំបាត់ណាស់មែនទិញចូលមកយកមកណាគិតថាអាចរួចផុតពីយើងមែនទេពុកវានេះកូនតលេងនៅណាទេល្ងាចស្មាននេះហើយមិនទាន់មកដល់ផ្ទះទៀតនោះគឺថាតលេងជាមួយក្មេងៗក្នុងភូមិយើងនេះហើយបន្តិចទៀតប្រហែលជាមកដល់ហើយកូននេះប្រាប់មិនស្ដាប់សោះថាល្ងាចឲ្យឆាប់មកផ្ទះចាំមើលតែពេលមកដល់ណាដឹងតែត្រូវបំផុតហើយហើយកុំវាយកូនពេកមកត្រឹមតែណែនាំទៅបានហើយប្រហែងសាជាមួយក្មេងគឺមិនល្អទេណាពុកវាតែចឹងបដ ாய் កូនណាចុះបើមានរឿងអីកាត់ឡើងលើកូនឲ្យខ្ញុំគិតយ៉ាងម៉េចទេអារម្មណ៍ខ្ញុំដូចជាមិនស្រួលសោះពុកវាខ្ញុំថាយើងទៅតាមកូនទៅតោះឆាប់ឡើងទេឥឡូវមិនដឹងជាម៉េចភ្លេចមុខភ្លេចក្រោយហើយមកដល់ទីនេះភ្លាមព្រឺក្បាលខ្ញាក់តែម្ដងហើយទៅតែកប់ខ្មោចឆ្កែថ្មីហើយខ្លាចព្រាយអាប់ណាឆាប់សិននាងជឿនហើយខ្លាចហើយកុំធ្វើឲ្យខ្ញុំនៅក្មេងមិនតាន់ចង់ស្លាប់ទេបើអញឃ្លានត្រស៊ីម៉ុនស៊ីឆ្កែទេគឺយើងទេអញខ្លាចស្អីទេតែនាងរាជិនីទេខំតែភ័យហើយចុះនាងទៅមកពីណាប្រលប់ស្មានឲ្យទៅហើយណោះហើយខាងមុខមិនក៏មិនចូលតាមក្រោយផ្ទះបែបនេះណោះយើងចង់ចូលតាមមុខឬតាមក្រោយជារឿងរបស់យើងហើយឯងមកធ្វើអីនៅត្រង់នេះគេម្ចាស់ថងទឹកព្រឹកមិញហ្នឹងហើយចុះនាងទៅមកពីណាហ្នឹងយើងទៅតែមកពីខាងក្រៅអញមិនបាច់ចង់ដឹងទេលោកស្រីឲ្យប្រាប់នាងថាកុំសូវដាប់ពេកព្រោះក្នុងភូមិឮថាមានមនុស្សស្លាប់ទៀតហើយគាត់បារម្ភពីសុវត្ថិភាពនាងយើងដឹងហើយបានហើយចូលទៅក្នុងផ្ទះទៅប្រយ័ត្នព្រាយអាប់មកខាំក្បាលឯងទៅឃើញទេមានបញ្ហាតតបាននេះទៅរកនៅផ្ទះក្មេងៗដែលគេធ្លាប់លេងក៏មិនឃើញពុកវាខ្ញុំម៉ាស់កាន់តែភ័យហើយយើងទៅមើលផ្ទះអាជីវនិងនាងមុំសាប់មើលតាក្រែងកូនយើងវាទៅលេងជាមួយកូនង៉ែតោះចាប់ឡើងតាជួយញ៉ាំផងពុកវាដោយលឺសំឡេងអីខ្សៅមិនហ្នឹងស្ដាប់មើលសិនមើលញ៉ាំនៅតែនេះពុកម៉ែជួយញ៉ាំផងកាតូចកូនម៉ែមានរឿងអីនឹងកូនពុកវាដាក់កូនចូលមកកូននេះមានរឿងអីអ្នកណាធ្វើបាបកូនទៅកូនពុកអើយកូនពុកប្រាប់ពុកម៉ែមកមានរឿងអីមិនបាន
កូនបែបនេះអ្នកណាធ្វើបាបកូនតែកតុយកូនកុំកាត់អីអសោះណាព្រៃអាបមិញម្នាក់នោះជាព្រៃអាបកតុយកូនម៉ែមិនក៏កូនទៅចោលម៉ែបែបនេះអ្នកណាជាព្រៃអាបទៅពុកវាកូនយើងត្រូវព្រៃអាបសម្លាប់ពុទ្ធកូនម៉ែ បានហើយណាម៉ែវីឆាប់នាំកូនទៅផ្ទះវិញទៅនឹងបានរៀបចំពិធីបុណ្យឲ្យគេណាកូនបុកមិនក៏កូនមកនៅជាមួយពុកត្រឹមតែរយៈពេលខ្លីបែបនេះ កូនម៉ែតើយ៉ាងទៅផ្ទះយ៉ាងណាកូន អេមីងសាំទៅណាអីក៏លឿនយ៉ាងនេះនេះឯងមិនដឹងទេអីកូនអ្នកភឿនត្រូវព្រៃអាបសម្លាប់នោះយើងទៅជួយបនគេនឹងហ្នឹងថាម៉េចកាទូចកូនមីងភឿនត្រូវព្រៃអាបសម្លាប់មែនទេត្រូវហើយពួកគេប្រទះឃើញកាពីល្ងាចមិញនេះទៅតន់ដង្ហើមកូនមិនបានប្រមាណផងក៏ដាច់ខ្យល់ទៅណែចាប់ពីពេលនេះតទៅប្រយ័ត្នខ្លួនឲ្យមែនទេហ្នឹងនេះតាមីងនិយាយគឺជាការប៉ັດដែរទេមិនក៏ខ្ញុំមិនដឹងខ្ញុំទៅជួបកាទូចរយៈពេលថ្មីប្រហែលថ្ងៃនេះទេមិនគូណាស្លាប់ទាំងបែបនេះសោះយីគិតថាខ្ញុំយករឿងបែបនេះមកលេងសើចមែនទេគឺល្ងាចមិញនេះនឹងហើយអ្នកភឿនស្លុតចិត្តស្ទើរបាត់ស្មារតីកូនតែមកក្របផងឥឡូវមកត្រូវជួបអញ្ចឹងទៀតខ្មោចអាតុយទៅធ្វើបន់ថ្មីឥឡូវមកចាំក្មួយទួយទៀតបើអញ្ចឹងខ្ញុំទៅដែរមីងតើទៅផ្ទះមីងភឿនទេកាទូចយាយកាទូចมันគួរអាយុខ្លីអញ្ចឹងទេមួយទៀតហើយហើយបើតែបែបនេះរត់នៅទីនេះយ៉ាងម៉េចទៀតទេ យ៉ាងម៉េចឯងនាងជឿនកើតអីទៀតហើយ គេកូនមិញភឿននៅក្នុងភូមិណាលោកស្រីពេលនេះនាងស្លាប់ហើយគឺស្លាប់ដោយសារព្រៃអាបទៀតហើយលោកស្រីអើយលោកស្រីយើងធ្វើយ៉ាងម៉េចទេម្នាក់ទៀតហើយមែនទេនេះនៅក្នុងភូមិពីមួយថ្ងៃទៅមួយថ្ងៃចាប់ផ្ដើមគ្មានសុវត្ថិភាពទេឯងមានបានប្រាប់កូនរាជនីហើយនឹងថាកុំសូវដើរចេញក្រៅពេលយប់ព្រលប់នោះប្រាប់ហើយតែបើគ្មានពិធីកម្ចាត់ព្រៃអាបនោះមិននឹងក្រោយពួកយើងនឹងខ្លាចជាចំណីព្រៃអាបនោះមែនទេលោកស្រីអូយខ្ញុំមិនចង់ស្លាប់ទេណាលោកស្រីបើឯងចេះការពារខ្លួននោះព្រៃអាបធ្វើអីឯងមិនបានទេចាំយកលុយទៅចូលបនកូនអ្នកភឿនផងទៅថាម៉េចនៃលោកស្រីឲ្យខ្ញុំទៅមែនទេមនុស្សកំពុងតែភ័យផងខ្ញុំមិនទៅទេខ្លាចព្រៃអាបណាអោបើឯងមិនទៅឲ្យអ្នកណាទៅវិញទៅព្រៃអាបណាមកខាំក្បាលឯងទៅកណ្ដាលថ្ងៃត្រង់បែបនេះលុះត្រាតែឯងនេះលួចចេញទៅដើរលេងពេលយប់ព្រលឹមវាចេញទៅពេលយប់ទេហ្នឹងលោកស្រីទៅខ្លួនឯងទេនៃតាំងពីដឹងថាព្រៃអាបមាននៅក្នុងភូមិខ្ញុំមិនហ៊ានចូលភូមិទេខ្ញុំមិនទៅទេលោកស្រីឥឡូវហ៊ានបកែកនឹងបញ្ជារបស់ខ្ញុំផងមែនទេនាងជឿនទៅមនុស្សដើរពេញទឹកពេញដីមានព្រៃអាបឯណាចេញមកទាំងថ្ងៃត្រង់បែបនេះនោះចាំទិញយើងយកលុយឲ្យក្នុងភូមិនាងពេលនេះមានរឿងមនុស្សស្លាប់ជាបន្តបន្ទាប់នាងមិនគិតទៅចូលរួមបុណ្យសពទេឬយ៉ាងម៉េចឬមួយនាងខ្លាចអត់ទេលោកស្រីខ្ញុំមិនបានដឹងព័ត៌មានក្នុងភូមិនោះទេតាំងពីខ្ញុំមិននៅទីនេះតើណាស្លាប់ខ្លាចទេលោកស្រីគឺពូតុយនិងកូនរបស់មីងភឿនតាមស្ដាប់មើលទៅពួកគេស្លាប់ដោយសារព្រៃអាបមូតានាងត្រូវប្រយ័ត្នខ្លួនផងណាកូនសិទ្ធិវង្សនេះកូនមិនចាំសម្ដីម៉ែគ្រូដែរទេគាត់ថាឲ្យកូនប្រយ័ត្នចំពោះអ្នកនៅក្បែរខ្លួនអ្នកដែលមានប្រវត្តិមានជាអាបម៉ែគិតថាវាគ្រោះថ្នាក់ណាកូននេះម៉ែនៅសង្ស័យចំពោះមូតាទៀតមែនទេបើនាងមានព្រៃអាបនៅក្នុងខ្លួនពិតមែននោះថ្ងៃមុននាងចូលវត្តមិនបានទេហើយម៉ែមើលចុះនាងក៏មានខ្សែករូបព្រះពាក់នៅជាប់ខ្លួនដែរព្រៃអាបនៅយ៉ាងម៉េចទៅម៉ែគ្រាន់តែជារបស់คล้ายៗតែគ្រាន់តែប្រឡំភ្នែកទេដឹងម៉ែគិតថានៅទៅរកម៉ែគ្រូទៀតសុំវត្ថុស័ក្តិសិទ្ធិការពារខ្លួន
ខ្ញុំមិនបានទៅជាមួយនោះទេហើយណាម៉ៃឈប់មានកំណត់គិតបែបនេះមកលើមកតានទៀតទេបើនេះជាព្រីអាប់មែននោះម្លេះពេលនេះនាងសម្រាប់តែក្នុងផ្ទះយើងយូរហើយមិនຕົកដល់ពេលនេះនោះទេព្រោះនាងមិនចង់ឲ្យគ្រប់គ្នាចាប់អារម្មណ៍នឹងណានៅខាងក្រៅរស់ស៊ីបានក៏ទៅរកតែរស់ស៊ីមិនបានប្រកាសជាត្រឡប់មកស៊ីមនុស្សក្នុងផ្ទះហើយចាំមកនិយាយបែបនេះណាម៉ៃមិនខ្លាចនាងចាប់ស៊ីឬតែយ៉ាងម៉េចបើណាម៉ៃគិតថានាងជាព្រីអាប់នោះសត្វវងនាងនិយាយចាំចាលមែនទេហ្នឹងកូនមិនទៅក៏ហីចុះព្រឹកស្អែកនេះម៉ែនឹងទៅបបួលក្មេរាជនីទៅបានជាគ្នាណែតែថាមានបញ្ហារត់រកឲ្យម៉ែជួយនោះខ្ញុំនៅទីនេះមានតែអ្នកមិនចូលចិត្តនឹងសង្ស័យមកលើខ្ញុំគ្រប់គ្នាខ្ញុំថាលោកឲ្យខ្ញុំទៅវិញទៅលោកនាងចង់ទៅណាទៅពេលនេះទីណាក៏មានគ្រោះថ្នាក់ដែរខ្ញុំមិននឹងឲ្យនាងទៅណាបានតែនិយាយដល់ចំណុចនេះខ្ញុំមិនរែកចង់និយាយជាមួយលោកថ្ងៃមុនពេលរាជនីព្យាយាមប៉ះពាល់ខ្ញុំនៅត្រង់ខ្សែកព្រះមិញនេះនាងហាក់ដូចជាត្រូវរបស់ម្យ៉ាងរុញច្រាននាងធ្វើឲ្យនាងដូចតែម្ដងនេះលោកគិតដល់ខ្ញុំដែរទេលោកខ្សែកនេះព្រះតែចគុណឲ្យនាងមែនទេចាប៉ិតមែនហើយថ្ងៃនោះរាជនីប៉ះវាមិនបានទេឬមួយក៏នាងជាហើយចាប់បបញ្ញាណព្រះអនុស្ថិតក្នុងខ្លួននាងប៉ិតមែនលោកស្រីពោមិនចាប់ទៅហើយទេនេះជាក៏តែសង្ស័យតែបើមែនក៏នេះមិនហ៊ានធ្វើអីណាម៉ែដែរព្រោះមកតើគេចូលចិត្តណាម៉ែណាយើងទៅរកផលតាំងឲ្យបានបើរាជនីជាព្រាអាប់ពិតមែនដើម្បីកុំឲ្យគ្រប់គ្នាដាក់ការសង្ស័យមកលើមូតាទេជាពិសេសនោះគឺណាម៉ែយាយកញ្ចាស់ម៉ែគ្រូនោះបើទុកទៀនប្រកាសជានាំបញ្ហាមកឲ្យយើងជាមិនខាននោះទេប្រហែលជាដល់ពេលត្រូវបញ្ជូនវាទៅឋាននរកហើយនេះមានភ្ញៀវមកលេងតែមិនបានជើញចង់ដឹងណាស់តើខ្លាំងប៉ុណ្ណាទៅយើងមិនបានប៉ះពាល់ដល់ឯងកុំចេះដឹងរឿងរបស់យើងនេះជាមុខមាត់ពិតព្រាអាប់មែនទេយើងមិនបានប៉ះពាល់ឯងទេយើងនិយាយអ្វីតាមដែលយើងដឹងប៉ុណ្ណោះល្អតែចាប់ពីពេលនេះតទៅឯងលែងមានឱកាសនិយាយទៀតហើយចង់ដឹងណាស់ម៉ែគ្រូទាយកំពេចកំប៉ុកដូចជាឯងខ្លាំងដល់កម្រិតណាទេនេះឯងចង់សម្លាប់យើងមកបិទមាត់មែនអីឯងគិតថាឯងធ្វើបានទេបានឬមិនបានសាកសិនទេយើងនឹងមិនទុកអ្នកដែលមករៀងយើងនឹងចង់ដឹងធាតុពិតរបស់យើងនោះទេងាប់តែនាងពិតជាសាហាវណាស់ស្មានតែអស់ចាញ់អាចចាស់ហើយងាប់ឲ្យហើយក៏វាល្អដែរនៅនាំតែរំខានដល់កិច្ចការរបស់យើងនាយប់ស្មានតែហើយប្រាយឆាបបាយទៀតលោកស្រីហើយលោកស្រីបើថាមនុស្សកំពុងតែខ្លាចស្រាប់ទៅហើយនៅប្រាទៀតពីថ្ងៃមិនប្រាទេឆ្ងល់ដែរហ្នឹងហើយសំឡេងអីចេះហើយនៅចេះសំឡេងព្រាអាប់ទេដឹងទៅមកក៏ទៅក្រោយខ្ញុំអីមិនបានទេកុំខ្លាចត្រូវតែដឹងឲ្យបានកុំខ្លាចនឹងជឿនកុំខ្លាចបើឯងខ្លាចបែបនេះធ្វើមិនកើតទេណាហើយចាស់ជ្រើជាបែបនេះឲ្យមើលដឹងតែម្ដងទេគុណម៉ែគុណពុកអើយជួយថែរក្សាខ្ញុំផងសាធុនាងជឿនឆាប់បាត់មករបស់ឯងទៅហិចនាងលែងខ្ញុំទេកុំសម្លាប់ខ្ញុំអីខ្ញុំខ្លាចហើយយើងប្រាប់ឯងហ្នឹងបើឯងហ៊ានតែនិយាយរឿងដែលឯងបានឃើញនៅយប់នេះឯងនឹងគ្មានជីវិតរស់ដល់ស្អែកនោះទេលែងខ្ញុំសិនទេខ្ញុំមិននិយាយនោះទេទុកជីវិតឲ្យខ្ញុំទេឯងត្រូវតែទុករឿងនេះជាការសំខាន់ហើយឯង
ត្រូវតែធ្វើតាមបញ្ជារបស់យើងគ្រប់ពាក្យគ្រប់ម៉ាន់ឮទេនេះអ្នកនាងជាព្រាយអាប់មែនទេបើមែនតើវាយ៉ាងម៉េចយើងប្រាប់ឯងម្ដងទៀតឯងដឹងពីការពិតមួយនេះហើយបើរឿងនេះដឹងដល់ជនទី3នោះអ្នកដែលត្រូវស៊ីបន្ទាំគឺជាឯងនឹងហើយចាំទុកផងតាកុំស៊ីខ្ញុំណាអ្នកនាងខ្ញុំសន្យាថាមិននិយាយប្រាប់អ្នកណានោះទេសូមត្រឹមទុកជីវិតឲ្យខ្ញុំផងយើងមិនស៊ីឯងទេព្រោះយើងនៅមានកិច្ចការជាច្រើនទៀតឲ្យឯងធ្វើស្អែកនេះធ្វើជាមិនដឹងរឿងអ្វីទាំងអស់សូម្បីតែលោកពុកអ្នកម៉ាញ់ក៏មិនឲ្យពួកគាត់ដឹងដែរបើមិនអញ្ចឹងទេឯងស្លាប់ចាអ្នកនាងមិនហ៊ានទេយប់មិញនេះនាងជឿនយើងប្រើឯងឲ្យធ្វើអីឲ្យយើងស៊ីមិនក៏ស្ងាត់ឈឹងបែបនេះចាំបាត់រហូតយើងដេកទាំងឃ្លានឯងមានបានធ្វើដែរទេចាគឺយប់មិញនេះយ៉ាងម៉េចឯងជប់អីមែនទេនាងជឿនគេអូអត់មានពងមាត់ណាលោកស្រីខ្ញុំគិតថាចាប់បាយពងមាត់ឲ្យលោកស្រីតែមិនមានពងមាត់ក៏មិនបានធ្វើទេបានធ្វើឬអត់ក៏មិនមានប្រាប់យើងមួយម៉ាន់ឲ្យយើងចាំឡើងមួយយំថ្ងៃក្រោយកុំធ្វើបែបនេះទៀតណាចាលោកស្រីនាងជឿនយើងមានការងារមួយឲ្យឯងធ្វើមកតាមយើងមកនៅតែខ្ញុំមានសមត្ថភាពដែរទេនៅជាមួយព្រះអាមិនដឹងថាត្រូវខ្លាចជាចំណៃវានៅពេលណានោះទេអើមិនក៏មិនឆាប់ទៅទេនេះមិនលឺកូនរាជនីប្រាប់ទេអីកើតអីឯងបាត់ជាផ្លឹកបែបនេះគ្មានទេលោកស្រីចឹងខ្ញុំទៅរកអ្នករាជនីសិនហើយអ្នកនាងមិនកាអីប្រាខ្ញុំមែនទេចាំសម្ដីរបស់យើងឲ្យច្បាស់កុំធ្លុយមាត់និយាយរឿងរបស់យើងឲ្យអ្នកផ្សេងស្ដាប់ឲ្យសោះបើមិនអញ្ចឹងទេពោះវៀនរបស់ឯងនឹងត្រូវលៀនចេញមកក្រៅហើយកុំធ្វើឲ្យខ្ញុំណាអ្នកនាងខ្ញុំសន្យាហើយខ្ញុំមិននិយាយនោះទេល្អយើងហៅឯងមកនេះគឺមានការងារឲ្យធ្វើឯងទៅផ្ទះអ្នកមីងអំពរទៅរកនាងមូតាទៅរកនាងមូតាធ្វើអីទេទៅលួចយកខ្សែកព្រះដែលវាកំពុងពាក់នោះយកទៅបោះចោលទៅព្រោះតែខ្សែកមួយនោះដាច់ធ្វើឲ្យយើងធ្វើអីវាមិនបានតែលួចយ៉ាងម៉េចបានទៅនាងរបស់គេពាក់នឹងខ្លួននោះវាជារឿងរបស់ឯងធ្វើយ៉ាងណាក៏ត្រូវលួចឲ្យបានឯងនិយាយបែបនេះឯងមិនខ្លាចពោះវៀនរបស់ឯងត្រូវលៀនចេញមកក្រៅទេឬឯងជ្រើសរើសមើលទៅលួចខ្សែកមួយនោះឬក៏ចង់ងំអូយអត់ទេនាងខ្ញុំទៅរកនាងមូតាហើយទៅលួចខ្សែកនោះយកទៅបោះចោលបើបែបនេះឯងឆាប់ទៅធ្វើការទៅយើងមានការនៅខាងក្រៅបន្តិចនេះត្រូវមកពីព្រឹកបន្តិចបើមិនចឹងទេត្រូវឈរចាំយូរណាស់ក្មួយដឹងទេម៉ែគ្រូនេះបកែនេះអ្នកណាក៏មករកពឹងពាក់ដែរពូកែណាស់មែនទេតែរកនៅពេលនេះប្រហែលជាកំពុងទៅឋាននរកហើយទេដឹងនេះក្មួយគិតអីទេមិនលឺមិននិយាយទេហ៎ចាំលើតាអ្នកមីងបានហើយយើងឆាប់ចូលទៅអ្នកមីងឆាប់បានជួបហើយឆាប់បានទៅវិញតើអ្នកមីងចេញទៅនេះម៉ែគ្រូមានអីហ្នឹងម៉ែគ្រូនេះតើគាត់កាត់អីទៅអ្នកមីងឬក៏គាត់ស្លាប់បាត់ទេដឹងអូយចាំមីងមើលសិនហានេះគាត់គ្មានដង្ហើមទេគិតចាំមិនទៅក្មួយខ្ញុំថាយើងឆាប់ចេញពីទីនេះទៅអ្នកមីងខ្លាចមានគេមកឃើញគេអាចចាប់ប្រកាន់យើងថាជាអ្នកសម្លាប់យាយគ្រូនេះណាមែនហើយចឹងយើងឆាប់ចេញពីទីនេះភ្លាមទេតោះឆាប់ឡើងក្មួយអូយនេះក្មួយជាណាមកផ្ទះខ្ញុំមានកាយទៅចាស់លោកប្រុសខ្ញុំឈ្មោះជឿនជាអ្នកបម្រើក្នុងផ្ទះលោកមង្គលនិងអ្នកស្រីទេវីខ្ញុំរមូតានាងជាមិត្តភក្តិរបស់ខ្ញុំនេះខ្ញុំភ្លេចមកឯងអាឆាំងមករកមូតាមែនទេមែនហើយ
នាងនៅក្រៅប្រទេសជាមួយកូនប្រុសរបស់យើងនឹងឯណោះនាងទៅរកគេទៅ ចាអរគុណលោកប្រុសចឹងខ្ញុំសូមទៅជួបនាងសិនហើយមកលោកសង្ស័យនៅរាជធានីដូចខ្ញុំគិតថាលោកក៏តានិយាយរឿងនេះជាមួយនឹងម៉ែរបស់លោកទៅលោកកុំឲ្យគាត់ទៅពាក់ព័ន្ធជាមួយនាងទៀត នាងក៏ដឹងថាណាម៉ែចូលចិត្តរាជនីណាស់ថ្ងៃនេះបានបបួលគ្នាទៅរកម៉ែគ្រូនោះទេទោះខ្ញុំនិយាយក៏គាត់មិនជឿដែរ តែម៉ែរបស់លោកអាចនឹងមានគ្រោះថ្នាក់ណាចាប់បានរាជនីមិនបញ្ញិនព្រះអាបក្នុងខ្លួនពិតមែន តែពេលនេះយើងមិនទាន់មានផតតាំងណាដែលអាចបញ្ជាក់បាននោះទេ មូតានោះជានិយាយតែគេមករកអីនៅទីនេះចាននាងមកទីនេះមិនកាយមែនទេគេខ្ញុំមានការសំខាន់និយាយជាមួយតែពេលនេះលោកសតវងខ្ញុំសូមមូតាតើនិយាយរឿងសំខាន់បន្តិចបានទេ បាទអញ្ចឹងចាស់ មានការសំខាន់អីនិយាយជាមួយខ្ញុំទេតាមដឹងឯងមិនចូលចិត្តខ្ញុំទេអ្នកឯងចង់ធ្វើអីទេមូតានៅជាមួយនឹងនាងឯងយើងចេះតែនិយាយទេខ្ញុំក៏គ្មានជំរឿនដែរហើយនេះឯងសំឡងណាស់ដែលបានមកនៅក្នុងផ្ទះលោកសតវងវាសនាឯនេះល្អជាងខ្ញុំច្រើនណាស់សម្រាប់ថាឯងមិនកាយជាមួយយើងទេឆាប់និយាយមកមូតាមករយៈនេះឯងក៏ដឹងថាក្នុងភូមិយើងគ្មានសុវត្ថិភាពទេមនុស្សស្លាប់អស់ពីអ្នកហើយខ្ញុំក៏មានការផិតភ័យខ្លាចថ្ងៃណាមួយយើងត្រូវស្លាប់ដូចជាពួកគេហើយនេះមកប្រាប់យើងជួយអ្វីបានទេក្រែងឯងទេជាអ្នកសង្ស័យយើងថាជាព្រះអាប់មិនទៅពេលនេះមកយើងជួយទៅវិញគឺឯងបានពិសោធន៍ខ្លួនហើយយើងលែងគិតបែបនេះទៀតហើយឯងនៅទីនេះមានសុវត្ថិភាពចំណែកខ្ញុំនៅផ្ទះនៅរាជធានីគ្មានសុវត្ថិភាពទេមិនបានជាឯងនិយាយបែបនេះទីនោះមានអីមែនទេឬក៏គ្មានទេខ្ញុំអត់នេះគឺចង់មកសុំខ្ចីរបស់សាស្ត្រការពេលខ្លួនពីព្រះអាប់ដឹងណាហើយឯងមិនដែរទេឲ្យយើងខ្ចីសិនមកណារបស់សាស្ត្រអីទេខ្ញុំគ្មានទេអញទៅដឹងមកពីណាទេគេនោះខ្សែកព្រះនៅនឹងករបស់អញនោះឲ្យយើងខ្ចីសិនមកណាយ៉ាងណាក៏ឯងនៅទីនេះមានសុវត្ថិភាពហើយចំពោះខ្ញុំនៅតំបន់គ្រោះថ្នាក់ជាងយើងខ្ចីសិនមកខ្សែកនេះមែនទេអត់ទេខ្ញុំមានតែមួយព្រះរាជគុណប្រាប់ហើយឲ្យខ្ញុំពាក់ជាប់ខ្លួនរហូតមិនអាចដោះបានទេខ្សែកនេះលោកធ្វើសម្រាប់តែខ្ញុំទេខ្ញុំគ្រាន់តែខ្ចីសិនទេនេះខ្ញុំខ្លាចពិតមែនណាមូតាឲ្យខ្ញុំខ្ចីសិនទៅណានាងមូតានាងព្រះអាប់មានតែអីទៀតហើយទៅមើលសិនទេមូតាឈប់សិនអើយនេះបើយកខ្សែកនេះមិនបានណានាងរាជនីច្បាស់ជាសម្រាប់ខ្ញុំមិនខានទេធ្វើមិនទេនាងមូតានាងព្រះអាប់នាងបានទៅធ្វើអ្វីខ្លះហ៎លោកស្រីនិយាយពីអ្វីទេខ្ញុំមិនយល់ទេនាងជាអ្នកសម្រាប់ម៉ែគ្រូមែនទេនាងដឹងថាយើងទៅរកម៉ែគ្រូដើម្បីសុំរបស់ស័ក្តិសិទ្ធិការពារខ្លួននាងឆ្លិតពេលទៅសម្រាប់ម៉ែគ្រូនាងពិតជាសាហាវណាស់ខ្ញុំអត់ដឹងទេម៉ែគ្រូណាទេខ្ញុំមិនដែលទាំងឃើញផងខ្ញុំនៅតែទៅរហូតខ្ញុំសម្រាប់នៅណាបានទេ មិនចាំបាច់ប្រកែកទេមូតាំងរឿងទាំងនេះគឺសុទ្ធតែជាទង្វើរបស់នាងខ្លាចអ្នកមានយកបានរបស់ស័ក្តិសិទ្ធិនោះនាងខ្លាចនាងនៅទីនេះមិនបាននាងក៏ប្រើល្បិចមួយនេះទៅសម្រាប់ម៉ែគ្រូមួយនោះមែនទេមិនក៏មិនចេះហត់ទាំងខ្ញុំមិនដឹងអ្វីបែបនេះកុំថាឡើយសម្រាប់មនុស្សសត្វតូចមួយក៏ខ្ញុំមិនដែលសម្រាប់ផងខ្ញុំធ្វើបែបនេះធ្វើតែគឺនាងធ្វើដើម្បីការពារខ្លួននឹងហើយនាងមានវិញ្ញាណអាប់នៅក្នុងខ្លួនធ្វើខ្លួនដូចជាកំសត់ណាស់ស្រីបិសាញបើខ្ញុំជាបិសាញខ្ញុំអាចពាក់ខ្សែកព្រះនេះបានទេអ្នកដែលជាបិសាញនោះខ្ញុំថាជានាងទៅវិញទេរាជនីថ្ងៃនោះនាងពាក់ខ្សែកខ្ញុំមិនបានព្រោះនាងជាព្រះអាប់មែនទេនាងនិយាយឈ្គួតស្អីតែខ្សែកគ្មានបារមីស្អីទេព្រះអាប់ដូចជានាងនេះពាក់គ្រាន់តែបន្លំភ្នែកគេអ្នកមីងខ្ញុំគិតថាគឺវានេះហើយដែលមានព្រះអាប់នៅក្នុងខ្លួននោះចង់ដឹងខ្សែកនេះពូកែឬក៏អត់នោះនាងចង់មកដាក់ខ្លួនឯងមកបើនាងប៉ាបានបើន័យថានាងជាមនុស្សបើនាងប៉ាមិនបាននាងនឹងហើយជាព្រះអាប់នោះចាំមកក្មួយរាជនីទៅដល់ខ្សែកនោះក៏បាត់ចោលទេកុំឲ្យនាងបានសម្ដីពេកចូលទេគឺអត់ទេយើងមិននឹងអាចយកដៃរបស់យើងទៅប៉ះរបស់ស្មោះគ្រូបានទេបើនាងខ្លាំងនាងបោះវាចោលទេមិនហ៊ានប្រតិខ្លាចមែនទេខ្ញុំមិនបោះចោលនោះទេព្រោះវានេះអាចជួយការពារខ្ញុំបានតែបើនាងចង់សាំងចាំមកយកមក
នាងមូតាំងថ្ងៃនេះឲ្យនាងឈ្នះសិនចាអ្នកមីងខ្ញុំភ្លេចថាខ្ញុំមានការសំខាន់នៅផ្ទះខ្ញុំសុំទៅវិញសិនហើយណាអេក្មួយរាជិនីមិននៅជួយគ្នាសិនទេអីក្មួយរាជិនីនេះតើមានរឿងអីទៀតហើយ